ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងខ្ញុំ Cameron តាមការសន្យានៅក្នុងវីដេអូនេះគឺខ្ញុំនឹងមកនិយាយអំពី3វិធីសាស្ត្រក្នុងការកាត់បន្ថយ screen time អ្វីដែលខ្ញុំលើកឡើងបន្តិចទៀតនេះគឺជាការលើកឡើងចេញពីបទពិសោធន៍ផ្ទាល់របស់ខ្ញុំហើយវាមានប្រសិទ្ធភាពសម្រាប់ខ្ញុំអ្នកនរគ្នាអញ្ចឹងតោះតែស្ដាប់ទាំងអស់គ្នាថាវិធីសាស្ត្រទាំងអស់ហ្នឹងមានអីខ្លះទី1អត់បើក notification ទេមានន័យថាខ្ញុំអត់បើកការជូនដំណឹងទេអ្នកនរគ្នា social media របស់ខ្ញុំទាំងអស់ទាំង Facebook ទាំង IG ទាំង TikTok គឺខ្ញុំអត់មានបើក notification អត់មានបើកការជូនដំណឹងឲ្យវា load មកលើ screen ទូរស័ព្ទរបស់ខ្ញុំទេអ្នកនរគ្នាអញ្ចឹងនៅពេលដែលយើងអត់បើកការជូនដំណឹងបែបហ្នឹងខ្ញុំអត់ចង់តាមដានព្រោះថានៅពេលដែលយើងបើកមិត្តភ័ក្តិឬក៏ page អីមួយដែលយើង follow ហ្នឹងគាត់ផុសពឹបគឺវា load ជូនដំណឹងមកឲ្យយើងឃើញថាគេផុសអីគេអញ្ចឹងណាអញ្ចឹងដើម្បីកាត់បន្ថយអាការចង់ដឹងរឿងទាំងអស់ហ្នឹងគឺយើងបិទទៅអ្នកគ្នាហើយវាមានប្រសិទ្ធភាពសម្រាប់ខ្ញុំខ្លាំងមែនទែនព្រោះថានៅពេលដែលវាអត់ load អាការជូនដំណឹងមកបែបហ្នឹងអញ្ចឹងខ្ញុំអត់ចង់ដឹងទេថាគេផុសអីគេឬក៏គេ share អីគេជួយឲ្យខ្ញុំអត់សូវចង់ចូលលេងឬក៏ចូលតាមដានទៅក្នុង Facebook ឬក៏ IG ខ្ញុំដូចគ្នាអ្នកគ្នាទី2គឺការកំណត់ចំនួនម៉ោងសម្រាប់លេងអ្នកនរគ្នាខ្ញុំមិនដឹងថានៅក្នុង Android មានការកំណត់បែបហ្នឹងឬអត់ទេប៉ុន្តែនៅក្នុងទូរស័ព្ទ iPhone គឺមានការកំណត់អ្នកនរគ្នា3 app ដែលខ្ញុំកំណត់គឺទី1 TikTok ទី2 Facebook ទី3គឺ IG គឺក្នុងមួយថ្ងៃខ្ញុំកំណត់ថាខ្ញុំលេង app ទាំង3ហ្នឹងណាតែ30នាទីទេក្នុងមួយថ្ងៃ24ម៉ោងអញ្ចឹងបន្ទាប់ពីកំណត់បែបហ្នឹងមិនថាខ្ញុំចូលលេងទាំង3ហ្នឹងចែកគ្នាថា Facebook 10នាទី IG 10នាទីឬក៏ TikTok 10នាទីទេឬក៏ខ្ញុំចូលទៅលេង TikTok ហើយខ្ញុំជក់មើលរហូតដល់30នាទីអញ្ចឹងនៅពេលដែលគ្រប់នាទីរបស់វានឹង load បែបនេះអ្នកនរគ្នាអញ្ចឹងមានន័យថានៅក្នុងមួយថ្ងៃហ្នឹងគឺខ្ញុំបានលេងគ្រប់ម៉ោងហើយអត់អាចលេងលើសពីនឹងបានទៀតទេប៉ុន្តែវា load ថាយើងគ្រប់កំណត់ហ្នឹងគឺវាមាន remind បែបនេះអ្នកនរគ្នាមានន័យថានៅ5នាទីទៀតគឺដល់គ្រប់ម៉ោងដែលយើងបានកំណត់ក្នុងការលេងapp ទាំងអស់ហ្នឹងហើយអ្នកនរគ្នាអញ្ចឹងអានេះក៏វាមានប្រសិទ្ធភាពសម្រាប់ខ្ញុំដោយសារថានៅពេលដែលខ្ញុំកំណត់អញ្ចឹងគឺខ្ញុំទាមទារឲ្យខ្លួនឯងមានគេហៅថា discipline មានវិន័យចំពោះខ្លួនឯងនៅពេលដែលគ្រប់ម៉ោងគឺខ្ញុំត្រូវឈប់ដើម្បីជាការគោរពការសម្រេចចិត្តខ្លួនឯងក៏ដូចជាការគោរពនៅខ្លួនឯងដែលយើងបានដាក់ហើយអញ្ចឹងដើម្បីបង្ហាញថាយើងគោរពខ្លួនឯងយើងត្រូវតែឈប់អ្នកនរគ្នាវិធីសាស្ត្រទី3គឺគេហៅថា social detox ចំពោះវិធីសាស្ត្រទី3នេះខ្ញុំកម្រធ្វើប៉ុន្តែក៏ខ្ញុំធ្វើដែរអ្នកនរគ្នាមានថានៅពេលដែលខ្ញុំទទួលបានព័ត៌មានច្រើនចូលមកដល់ក្នុងខួរក្បាលរបស់ខ្ញុំដែលខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាអត់ពេញចិត្តជាមួយខ្លួនឯងចាប់ផ្ដើមពិបាកចិត្តចាប់ផ្ដើម stress ចាប់ផ្ដើមប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃគឺខ្ញុំធ្វើ social detox ហ្នឹងឯងអ្នកនរគ្នាអញ្ចឹងsocial media detox ហ្នឹងគឺយើងអនុញ្ញាតឲ្យខ្លួនឯងឈប់ប្រើអា app ទាំងអស់ហ្នឹងរយៈពេលមួយថ្ងៃកំណត់ចឹងទៅជាទូទៅខ្ញុំធ្វើ social detox ពី3ទៅមួយអាទិត្យឬក៏អាចទៅកន្លះខែអញ្ចឹងកំឡុងពេលដែលខ្ញុំធ្វើហ្នឹងមិនថា app IG Facebook TikTok អីហ្នឹងគឺខ្ញុំអត់ចូលលេងទេវាថាយើងផ្ដាច់ខ្លួនចេញពីអាហ្នឹងហ្មងរយៈពេល3ថ្ងៃឬក៏មួយអាទិត្យដែលយើងបានកំណត់ហ្នឹងហើយអញ្ចឹងបន្ទាប់ពីហ្នឹងទៅអាចចូលលេងបានធម្មតាប៉ុន្តែបន្ទាប់ពីយើងបានធ្វើអាហ្នឹងគ្រប់ចំនួនដែលយើងបានកំណត់ហ្នឹងហើយវាកាត់បន្ថយក្នុងការគេហៅថាដូប៉ាមីននៅក្នុងខួរក្បាលរបស់យើងហ្នឹងវាអត់សូវពុះ control ឲ្យយើងទៅមើលឲ្យយើងទៅលេងអាហ្នឹងដូចមុនទេមានន័យថាយើងអត់សូវញៀនជាមួយនឹង social media ដូចកាលពីមុនទៀតទេអ្នកនរគ្នាអញ្ចឹងដើម្បីឲ្យវិធីសាស្ត្រទាំងអស់ហ្នឹងវាមានប្រសិទ្ធភាពនៅពេលដែលតនេពីការងារពីការសិក្សាអញ្ចឹងទៅខ្ញុំជ្រើសរើសការអានសៀវភៅខ្ញុំជ្រើសរើសការសរសេរjournal ឬក៏សរសេរ diary របស់ខ្ញុំអីអញ្ចឹងទៅនិយាយទៅអត់សូវឲ្យខ្លួនឯងតនេព្រោះថានៅពេលដែលយើងតនេគឺយើងតែងតែចង់ scroll ចង់អូសហើយអ្នកនរគ្នាអញ្ចឹងយើងរកសកម្មភាពអីផ្សេងដើម្បីមកធ្វើកុំឲ្យយើងចង់ទៅមើលអាហ្នឹងដែរខ្ញុំគិតថានៅពេលដែលនិយាយអញ្ចឹងអាចនឹងមានអ្នកខ្លះគាត់ថាគាត់លេងsocial media តែពេលដែលគាត់ចេញពីធ្វើការនឹងតាមបន្តិចនឹងរបៀបដូចជាការឲ្យរង្វាន់ទៅដល់ខ្លួនឯងនឹងមានអីច្រើនអីអញ្ចឹងណាបើសិនជាអ្នកនរគ្នាគិតថាអូខេអ្នកនរគ្នាលេងប៉ុណ្ណឹងអត់អីទេក៏អ្នកនរគ្នាលេងទៅព្រោះថាខ្ញុំមិនមែនហាមឃាត់ថាអ្នកនរគ្នាត្រូវតែឈប់នោះទេគ្រាន់តែថាបើសិនជាអ្នកនរគ្នាលេងដល់កម្រិតមួយដែលធ្វើឲ្យខ្លួនឯងចាប់ផ្ដើមប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃហើយចាប់ផ្ដើមគិតអវិជ្ជមានចំពោះខ្លួនឯងហើយចាប់ផ្ដើមអត់ពេញចិត្តនៅអ្វីដែលខ្លួនឯងមានចាប់ផ្ដើមមានអារម្មណ៍ថាមួម៉ៅ stress ថប់អារម្មណ៍អីផ្សេងហ្នឹង
អាហ្នឹងគឺជាសញ្ញាដែលបង្ហាញថាអ្នកនរគ្នាគួរតែកាត់បន្ថយការប្រើប្រាស់នៅ social media របស់អ្នកទាំងអស់គ្នានឹងមួយរយៈអ្នកនរគ្នានិយាយទៅមិនចាំបាច់ដល់ថាអ្នកនរគ្នាត្រូវតែធ្វើ social detox ដោយដែលវិធីសាស្ត្រទី3ដែលខ្ញុំប្រាប់នោះទេអ្នកនរគ្នាអាចគ្រាន់តែបិទ notification បិទការជូនលំនឹងឬក៏កំណត់នៅពេលវេលាសម្រាប់លេងអាពពួកទាំងអស់ហ្នឹងទៅគឺបានហើយអ្នកនរគ្នាអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកនរគ្នាជួបគ្នានៅឱកាសក្រោយបាយបាយ